ប្រជាពលរដ្ឋខ្មែរពពាក់ពពូនគ្នាភ្នាល់ជលមន់ចាញ់ឈ្នះរាប់ពាន់ទៅរាប់ម៉ឺនដុល្លារក្នុងមួយគូនៅអគារ Grand Dragon Resort ស្ថិតនៅក្រុងសំពៅពូនខេត្តកណ្ដាលពលរដ្ឋបានរាយការណ៍មកថាជារៀងរាល់ថ្ងៃគេឃើញជនជាតិខ្មែរពពាក់ពពូនគ្នាដូចហែកឋិនចូលលេងល្បែងស៊ីសងជាច្រើនប្រភេទពិសេសល្បែងជលមន់ភ្នាល់គ្នាដាក់លុយចាញ់ឈ្នះរាប់ពាន់ទៅរាប់ម៉ឺនដុល្លារក្នុងមួយគូស្ថិតនៅក្នុងអគារយេហៅ Grand Dragon Resort នៅភូមិជ្រៃធំសង្កាត់ជ្រៃធំក្រុងសំពៅពូនខេត្តកណ្ដាលសេចក្តីរាយការណ៍បានបន្តឲ្យដឹងទៀតថាអគារបើកលេងល្បែងនេះមិនបានបិទជញ្ជាំងឲ្យជិតនោះទេធ្វើឲ្យសំឡេងកងរំពងចេញមកខាងក្រៅបង្កការរំខានដល់អ្នកភូមិហើយអ្នកដែលមិនបានទៅដល់ទីតាំងផ្ទាល់ក៏អាចលេងបានព្រោះពួកគេបានរៀបចំរេថារចនាសម្ព័ន្ធដោយបង្កើត website និង group Telegram ធ្វើការថត live video ផ្សាយផ្ទាល់លើបណ្ដាញសង្គមដែលមានយេហៅ DK 666ឬក៏សាយវៀន DK 666នឹងធ្វើការប្រម៉ូទជាប្រចាំដើម្បីទាក់ទាញអ្នកលេងដោយក្រុមអ្នក live ខ្លះបានបិទសំឡេងឲ្យឃើញតែរូបភាពព្រោះខ្លាចឮជនជាតិខ្មែរនិយាយនាំឲ្យបែកការបង$10000ជាងទេ$10000ជាងបងមើលបងអត់គ្នាទាក់ទងសកម្មភាពនេះលោកអេងសូវិចិត្រអភិបាលក្រុងសំពៅពូនមិនទាន់មានការបញ្ជាក់ទេបន្ទាប់ពីទទួលសារសំណួរពីក្រុមការងារវ៉ាន់ប៉ុសតាមបណ្ដាញ Telegram រួចហើយមិនឆ្លើយតបចំណែកលោកឈុនជឺឈួនអធិការនគរបាលក្រុងសំពៅពូនក៏ពុំទាន់មានការបញ្ជាក់ផងដែរបន្ទាប់ពីក្រុមការងារវ៉ាន់ប៉ុសផ្ញើសារសំណួរនិងវីដេអូទៅកាន់ Telegram របស់លោកចូលមើលហើយមិនឆ្លើយតបគួរបញ្ជាក់ថាបើតាមទស្សនវិជ្ជាដែលក្រុមការងារវ៉ាន់ប៉ុសចុះសង្កេតផ្ទាល់នៅបនលបែងស៊ីសងខាងលើនេះភាគច្រើនបំផុតគឺជាជនជាតិខ្មែរជាអ្នកចូលលេងដែលផ្ទុយពីច្បាប់ស្តីពីការគ្រប់គ្រងលបែងពាណិជ្ជកម្មដែលបានអនុម័តកាលពីឆ្នាំ2020មាត្រា68ចំណុចងបានចែងថាប្រជាពលរដ្ឋខ្មែរទូទៅដោយរួមទាំងកងកម្លាំងប្រដាប់អាវុធអ្នករាជការសាធារណៈមិនត្រូវបានអនុញ្ញាតឲ្យចូលលេងលបែងស៊ីសងក្នុងកាស៊ីណូឬគ្រឹះស្ថានលបែងពាណិជ្ជកម្មនោះទេហើយបើតាមចេតនានៃច្បាប់នេះកាស៊ីណូឬគ្រឹះស្ថានលបែងពាណិជ្ជកម្មគោលបំណងសម្រាប់ភ្ញៀវទេសចរជាចម្បងមូលហេតុដែលហាមជនជាតិខ្មែរមិនឲ្យចូលលេងគឺដើម្បីកាត់បន្ថយបញ្ហាសង្គមជំពាក់បំណុលរក្សាសុខុមាលភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនិងគ្រប់គ្រងលបែងស៊ីសងឲ្យមានសុវត្ថិភាពសូម្បីតែគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពទាំង9ចំណុចរបស់ក្រសួងមហាផ្ទៃក៏បានហាម5មិនឲ្យមានការលេងលបែងស៊ីសងខុសច្បាប់ផងដែរគោលបំណងនោះគឺបង្កើនសុវត្ថិភាពសន្តិសុខនិងគុណភាពជីវិតប្រជាពលរដ្ឋនៅនឹងមូលដ្ឋានហើយមន់វាយគប់ខ្លាំងហើយឥឡូវគេចាប់ដើមគូមន់វាយស៊ីលុយបងប្អូនហ្នឹងហើយថ្ងៃនេះមន់ច្រើនមន់ល្អច្រើនហ្នឹងនេះវាយស្រោចធំ